សួស្តីបងប្អូនទាំងអស់គ្នាមកទៀតហើយថ្ងៃនេះមកមាន steak wagyu ថ្ងៃហ្នឹងគឺញ៉ាំ steak ហើយថ្ងៃហ្នឹងមើលបងប្អូនជឿទេសាច់ steak នៅស្រុកអាមេរិកថ្លៃដូចមាសចឹងមួយដុំហ្នឹងគឺតម្លៃវា$85ជាងហើយគឺសាច់ steak មិនសាច់ធម្មតាគឺសាច់ wagyu ហើយថ្ងៃហ្នឹងកូនស្រីពៅជាអ្នកបញ្ចេញស្នាដៃថ្ងៃហ្នឹងអូយសាច់គេហ្នឹងគឺសាច់ល្អមែនណាថ្លៃបងប្អូនមើលសាច់គេល្អមែនណាហើយនេះកូនគេធ្វើហើយរបៀបគេធ្វើខ្ញុំមិនដឹងទេគេធ្វើអញ្ចឹងគេធ្វើខុកអា wagyu ហ្នឹងមកជាគេធ្វើរបៀបអញ្ចឹងខ្ញុំមិនដឹងទេខ្ញុំមិនដែលខុកទេថ្ងៃហ្នឹងកូនពៅគេបញ្ចេញស្នាដៃធ្វើឲ្យញ៉ាំហើយខ្ញុំមិនដឹងដែរបងប្អូនអើយគាត់នៅលើទៅសម្លេងឈៀវដាក់សាច់ក្នុងផ្ទះនេះគឺឆ្ងាញ់ទៅខ្លួនពេញផ្ទះស្នាដៃកូនស្រីទៅថ្ងៃហ្នឹងឆ្ងាញ់ណាស់ហើយកូនគេអត់ឲ្យថតទេគេឲ្យថតតែសាច់គេអ្នកធ្វើនេះគេអត់ឲ្យថតទេគឺមានរសជាតិណាស់ណាគឺហៅ she cooked the wagyu steak my daughter prepared for it I don't know how they cook she watched a video on YouTube ប៉ុន្តែគឺខ្លាញ់ស្នាដៃគឺឆ្ងាញ់ហ្មងមានរសជាតិខ្លាញ់គឺខ្លាញ់ហើយនៅនេះឆ្អិន this is done that's how it look so delicious so yummy wagyu ហើយនេះគេកាត់ទៅនេះកាត់ទៅឆ្ងាញ់គឺឆ្ងាញ់មែនស្នាដៃគឺឆ្ងាញ់គឺកូនខ្ញុំបកកែធ្វើមែនណាប៉ុន្តែអត់បានថតម្ចាស់អ្នកធ្វើម្ហូបហើយអត់បានថតម្ចាស់កាត់ទេគឺគេអត់ឲ្យថតគេអៀនរួចរាល់ហើយម្ហូបល្ងាចគឺឆ្ងាញ់មែនណាបងប្អូនឆ្ងាញ់ស្នាដៃកូនពៅកូនស្រីពៅមកញ៉ាំបាយល្ងាចទាំងអស់គ្នាហើយគឺឆ្ងាញ់មើលតែមាត់ខ្ញុំតែដឹងហើយគឺញ៉ាំហើយគឺថារសជាតិគឺឲ្យមេដៃមកអរគុណ